Sụt đây Sụt đây ơn ba sụt đây bong sập sập bài ba tay sụt bốc sụt bài bong ngày ní ơn chơi rồi giờ ngày trongสัปดาห์ជាថ្ងៃអាទិត្យដែលមនុស្សទូទាំងពិភពលោកជាពិសេសស្រុកខ្មែរគេឈប់សម្រាកហើយអូនបែរជារុកព្រៃតើអូនយល់មិនដែរសម្រាប់ខ្ញុំគិតថាជីវិតរបស់ខ្ញុំគឺมันអាចរស់ដែលដាច់ពីធម្មជាតិបានទេព្រោះជីវិតមួយយើងតែងតែគិតថាវាមានតំណែងជាមួយធម្មជាតិប៉ុន្តែជាជាតិពិតបុគ្គលរបស់យើងម្នាក់ៗហ្នឹងបានស្វែងយល់ថាតើជីវិតរបស់យើងនឹងមានតំណែងបែបណាពិតប្រាកដជាមួយធម្មជាតិអីអញ្ចឹងបានខ្ញុំជ្រើសរើសថ្ងៃហ្នឹងដែលថ្ងៃដែលគេចូលសម្រាប់ហ្នឹងដើម្បីចូលមកលេងព្រៃហ្នឹងហើយម្យ៉ាងវិញទៀតខ្ញុំគិតថានៅពេលដែលខ្ញុំចូលព្រៃខ្ញុំមានអារម្មណ៍សប្បាយរីករាយព្រោះខ្ញុំបានរស់នៅជាមួយធម្មជាតិពណ៌បៃតងហើយខ្ញុំគិតថាវាមានខ្យល់អាកាសបរិសុទ្ធមែនទែនវាខុសឆ្ងាយពីកន្លែងដែលខ្ញុំធ្លាប់រស់នៅទីក្រុងភ្នំពេញវាមានអំពូលដោយសារការអំពូលផ្សែងអីផ្សេងពីរោងចក្រអំពូលដោយសម្លេងជាមួយក៏មានការរំខានអីផ្សេងប៉ុន្តែយើងធៀបពិតនៅពេលយើងចូលមកដល់ក្នុងសហគមន៍នេះក៏ដូចជាយើងចូលមកដល់ក្នុងព្រៃយើងមានអារម្មណ៍ថាយើងពិតជាប្លែកមែនទែនជីវិតរស់នៅក្នុងសហគមន៍និងជីវិតរស់នៅក្នុងព្រៃបើមិនបើឲ្យខ្ញុំប្រៀបធៀបក្នុងការរស់នៅក្នុងទីក្រុងភ្នំពេញរស់នៅក្នុងព្រៃបែបលក្ខណៈធម្មជាតិទេខ្ញុំទុកចិត្តចំណាយជីវិតរបស់ខ្ញុំដែលនៅសងរស់នៅក្នុងព្រៃដើម្បីការពារព្រៃយើងល្អជាងខ្ញុំរស់នៅតើព្រៃឈើវាផ្ដល់សារៈសំខាន់យ៉ាងម៉េចខ្លះប្រយោជន៍យ៉ាងម៉េចខ្លះដល់មនុស្សអូនធៀបពិតបើសិនបើយើងមើលដោយផ្ទាល់ព្រៃឈើវាអាចផ្ដល់ជាជំរកដល់សត្វហើយនឹងមនុស្សម្នាផ្សេងមនុស្សម្នាទាំងអស់នៅជុំវិញពិភពលោកហ្នឹងក៏ដូចជាក្នុងប្រទេសកម្ពុជារបស់យើងហ្នឹងមួយទៀតព្រៃឈើជាជំរកសត្វព្រៃផងដែរហើយចំណុចដែលសំខាន់ជាងគេបំផុតព្រៃឈើវាផ្ដល់ជាតម្លៃសេដ្ឋកិច្ចផ្សេងសម្រាប់ប្រជាសហគមន៍នៅទីនេះក៏ដូចជាប្រជាជនទូទៅដែលប្រជាជនគាត់អាចចូលនៅក្នុងព្រៃដើម្បីរកអនុផលព្រៃឈើផ្សេងក៏ដូចជាបរបាញ់សត្វព្រៃលក្ខណៈគ្រួសារការនេសាទត្រីផ្សេងក៏ដូចជាម្យ៉ាងវិញទៀតព្រៃឈើវាជាសួតវាប្រៀបដូចជាសួតមនុស្សចឹងវាជាកន្លែងដែលផ្ដល់អូស្មန်វាជាកន្លែងដែលស្រូបយកអូស្មန်កាបូនិកហើយវាផ្ដល់អុកស៊ីហ្សែនសម្រាប់មនុស្សដកដង្ហើមជាពិសេសមួយទៀតព្រៃឈើវាជាវាបានផ្ដល់សារៈសំខាន់យ៉ាងខ្លាំងតាក់ទងនឹងការតាក់ទាញទឹកភ្លៀងក៏ដូចជាការធ្វើឲ្យមានមិនឲ្យមានរ៉ែរំរួលអាកាសធាតុនឹងធ្វើឲ្យមានអាកាសធាតុមានបែបលក្ខណៈទៀងទាត់ដោយបែបធម្មជាតិបើសិនយើងធៀបពិតបើសិនបើយើងសង្កេតមើលថាបើសិនលក្ខខណ្ឌមួយដែលព្រៃឈើនៅក្នុងស្រុកមិនថាក្នុងស្រុកខ្មែរនៅក្នុងទូទាំងពិភពលោកនេះត្រូវបានបាត់បង់អញ្ចឹងវាធ្វើឲ្យអាកាសធាតុរបស់យើងផ្លាស់ប្ដូរអញ្ចឹងធ្វើឲ្យមនុស្សរបស់យើងពិបាករស់នៅវាមិនត្រឹមតែប៉ះពាល់ដល់មនុស្សយើងទេវាប៉ះពាល់ដល់ដើមឈើរុក្ខជាតិធនធានធម្មជាតិអីផ្សេងជីវៈចម្រុះក៏ដូចជាសត្វព្រៃផ្សេងផងដែរអញ្ចឹងបងអូនអំពាវនាវឲ្យមានការចូលរួមយ៉ាងម៉េចខ្លះចំពោះគំនិតអូនផ្ទាល់ចំពោះខ្ញុំផងដែរខ្ញុំសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធក៏ដូចជាអាជ្ញាធរដែនដីក៏ដូចជាសហគមន៍ខ្លួនឯងហ្នឹងព្យាយាមយ៉ាងណាចូលរួមការពារធនធានធម្មជាតិក៏ដូចជាជីវៈចម្រុះក៏ដូចជាធនធានព្រៃឈើដែលមានស្រាប់នៅទីនេះជាពិសេសទៀតនៅទីនេះគឺជាសហគមន៍មេតាធម្មជាតិហើយសហគមន៍នេះជាតំបន់យើងអាចចាត់ទុកថាវាជាតំបន់បន្ទាប់ស្នូលវាជាតំបន់ប្រើប្រាស់ចានយ៉ាងដែលប្រជាជនគាត់ទាញយកអនុផលព្រៃឈើពីតំបន់ហ្នឹងអញ្ចឹងជាសំណពររបស់ខ្ញុំចង់ឲ្យមានការលើកទឹកចិត្តពីខាងក្រសួងពាក់ព័ន្ធដូចជាក្រសួងបរិស្ថានក៏ដូចជារដ្ឋាភិបាលឲ្យដាក់តំបន់នេះជាតំបន់អភិរក្សចុះបញ្ជីព្រៃសហគមន៍អីផ្សេងដើម្បីឲ្យប្រជាជនហ្នឹងគាត់មានទំនុកចិត្តហើយគាត់មានឆន្ទៈមួយក្នុងការចូលរួមឲ្យបានកាន់តែផុសផុលឡើងថែមទៀតបាទអរគុណច្រើនបាទអរគុណច្រើនពង